ខែគួយទៀតហើយបងប្អូនអើយខែនេះឆ្នាំនេះគឺផ្លែច្រើនមែនទែនបងប្អូនឆ្នាំនេះគឺផ្លែមហាច្រើនតែម្ដងបងប្អូនហ្នឹងគឺបានសម្បកអង្ក្រងអូពោះជ្រុះពងជ្រោយអស់បងប្អូនចឹងដោយសារយើងទៅបេះគួយបងប្អូនតែយើងអត់មានសម្ភារៈអីគ្រប់គ្រាន់មានត្រូវសង្ក្រងតែបានសង្ក្រងខំឡើងឃើញបងប្អូនគឺជួយបោះចិត្តគ្នាហើយខែនេះគឺរដូវពងសង្ក្រងពងបងប្អូនគឺឆ្ងាញ់មែនទែនតំណងមែនទែនណាហើយនេះគឺយើងរៀបចំដើម្បីយកសង្ក្រងនឹងដោយសារតែយើងអត់បានយកសម្ភារៈទៅជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះយើងមានវីដេអូថ្មីមួយទៀតដែរបងប្អូនបន្ទាប់ពីយើងថតរឿងចប់បានពីរឿងយើងបានទៅធ្វើដំណើរកម្សាន្តនៅតាមព្រៃម្ដងបងប្អូនហើយព្រៃនេះគឺធ្លាប់ទៅបេះបញ្ជូបេះឲ្យពីទួយបងប្អូនអ្នកបញ្ជូស្លឹកអានេះគេថាបញ្ជូត្មងបញ្ជូត្មងឬក៏អ្នកខ្លះគេថាបញ្ជូស្លឹកបញ្ជូអីទៅណាអានឹងគឺនៅពីទួយព្រៃនេះគេខ្ញុំដល់សັບសោះដៃតែម្ដងបងប្អូនជិតវត្តស្វាយរមៀតតែម្ដងជិតខ្នងបារាយបងប្អូនហើយទៅដល់ក៏បងប្អូនឃើញនេះគឺគួយផ្លែពេញទឹកពេញដៃតែម្ដងហើយក៏ផ្លែទួយបងប្អូនអ្នកគួយទុំទួយនេះគេហៅថាគួយសម្រាប់មនុស្សទៅបងប្អូនខ្ជូតតែម្ដងបងប្អូនទួយអប់ហើយនឹងក្របបានមកក្របបងប្អូនអត់ឃើញក្របផងអានឹងសម្រាប់មនុស្សទៅមនុស្សញ៉ាំកាត់បងប្អូនហ្នឹងបែកបងប្អូនផ្លែបែកគ្រាបងប្អូននៅតាមក្រុងតាមអត់ស្គាល់ណាផ្លែបែកហើយនេះគឺយើងបានធ្វើតេស្តមួយនឹងបេះមកធ្វើតេស្តមួយបងប្អូនគឺខ្ចីញញតែម្ដងអត់មានអីទុំឬក៏ចាស់អីទាំងនេះបងប្អូនគឺនៅខ្ចីញញតែម្ដងបងប្អូនតតែខែ4ចង់ចូលខែ4មិនចាស់មកតាបងប្អូនទៅខែ4នឹងខែ4ចឹងខែ4ចាំជួបគ្នាទេបងប្អូនវីដេអូបេះគុយម្ដងហ្នឹងគឺកម្រងឆ្នាំនេះកម្រងទៅបេះក្នុងអង្គុយជុំតែម្ដងបងប្អូននៅស្រុកអង្គុយជុំតាមនឹងបានសម្រេចឬក៏អត់ឬក៏បេះចិត្តពលាននឹងប្រៃចិត្តពលានបងប្អូនប្រៃនេះប្រៃចិត្តពលានណាអូច្រឡំប្រាប់ទេបងប្អូនតមុនអស់ថានេះចិត្តសៀមរាបហ្នឹងហើយទេបងប្អូនសត្វតប្រៃយើងទាំងអស់គ្នាទេតាមតំបន់នេះតាមតំបន់តាមភូមិឃុំនេះណាបងប្អូនសត្វតប្រៃយើងទាំងអស់គ្នាទេអញ្ចឹងនេះគឺការថតវីដេអូបងប្អូនយើងធ្វើអញ្ចឹងវីដេអូយើងថតផ្លែរដូវបេះគួយបេះត្រៀលសាម៉ៅផ្លែអីផ្សេងទៀតដែលតាក់ទងជាមួយនឹងតាមដប់តាមព្រៃយើងតាមស្រកស្រែទីជនបទរបស់យើងធ្វើសកម្មភាពយើងថតវីដេអូបែបហ្នឹងបងប្អូននឹងអញ្ចឹងយើងយល់ឲ្យច្បាស់ពីបំរាមអីគេទៅថតវីដេអូមានអីពិបាកទេបងប្អូនការធ្វើថតបងប្អូនឃើញសម្រាប់តែចាប់អង្ក្រងយើងតែប៉ុណ្ណេះយើងអាចថតបាន2 3នាទីបាទហ្នឹងចឹងសម្រាប់ខ្ញុំនេះគឺវីដេអូវែងជាលក្ខណៈដំណើរកម្សាន្តជាក្រុមជាធីមចឹងយើងធ្វើបានច្រើនបងប្អូនរដូវនេះបងប្អូនគឺពងសង្ក្រងច្រើនណាស់នឹងពងសង្ក្រងចិត្តញ៉ាស់ខ្លះអីខ្លះនឹងគឺយើងអ្នកកូនក្មេងគេអត់បានយកអីទៅទេបងប្អូនអត់បានយកអីទៅសោះផ្លេចថាព្រៃហ្នឹងគឺមានពងសង្ក្រងចាប់ឃើញពងច្រើនពេកបងប្អូនទាញមកដែរមកចែកគ្នាញ៉ាំព្រាតខំផងអីផងហ្នឹងឯងបងប្អូននេះឃើញល្អមែនទែនធំមែនទែនហើយកម្រងទៅបេះគួយនេះគឺដោយសារតែគួយខ្ចីនឹងគួយខ្ចីគួយទៅនឹងទួយមិនទាន់ដាក់ក្រាបខ្លះដាក់ក្រាបខ្លះក៏មិនទាន់ដាក់ខ្លះក៏រាំងស្គាល់តិចមិនស្គាល់ទេលក្ខណៈក៏ហមពងបានតិចណានឹងក៏យើងក៏មិនបានជាបេះបានជាអីទេបងប្អូនគឺយើងទុកសិនហើយក៏អានឹងមិនឃើញស្វាយបងប្អូនស្វាយយកទៅពីផ្ទះហ្នឹងហើយបកអំបិលដាក់ស្វាយដាក់អីទៅស្រាប់នឹងក៏មិនបានគួយគេយើងញ៉ាំស្វាយហ្នឹងហើយនឹងក៏ខ្ញុំក៏មិនបានជាអីជាមួយក្មេងៗទេគឺដើរបេះម្ជូរដើរបេះអីណាបងប្អូនគឺនេះដឹងជាបងប្អូននឹងនិយាយថាធ្វើជ្រក់ក៏ឆ្ងាញ់ស្លម្ជូរសាច់គោអីក៏ឆ្ងាញ់ដែរបងប្អូនយកគោយកអីណាគឺម្ជូរត្មងគឺឆ្ងាញ់មែនតើនេះបងប្អូនតែអត់ស្គាល់ដើមម្ជូរត្មងបែបដើមម្ជូរត្មងបែបហ្នឹងបងប្អូនដើមនេះខ្មៅចឹងឯណាចឹងហេតុអីបានឃើញកណាត់ហ្នឹងគឺដោយសារតែបងប្អូនយើងអ្នកស្រុកភូមិគាត់កាប់គាត់អីគាត់ទុកបេះម្ជូរបេះអីណានឹងពេលមានកម្មវិធីកាប់អីម្ដងពេលខែត្រួយលើសទៅគាត់មកបេះហ្នឹងតែខ្ញុំទៅបេះមុនម្ចាស់គេមិនដឹងថាម្ចាស់គេឬក៏អ្នកណាដែរគ្នាតែយើងនិយាយទៅតាំងពីដើមមកកណាទៅមុនគេបានមុនទេបងប្អូនមិនប្រកាសថាមានម្ចាស់មានអីទេជួនកាលគេម្ចាស់គេទៅក៏អត់មានហ្នឹងគេបេះនឹងឯងចឹងវាឆ្លាស់គ្នាម្ដងម្នាក់ដែរបងប្អូនអ្នកណាទៅមុនក៏បានមុនអានឹងជាប្រៃធម្មជាតិនឹងធម្មជាតិអ៊ីនប្រកាសឡើងមកហើយហ្នឹងគឺយើងឃើញសម្បកសង្ក្រងច្រើនពេកបងប្អូនយើងទៅទិញថង់ក្នុងក្រៅណាយើងនៅចិត្តកន្លែងទិញថង់ទីអីដែរទេចឹងយើងទៅទិញថង់ទិញអីទិញទឹកទីបំផឹកស្រេចទាំងហើយនេះគឺជាមធ្យោបាយសម្រាប់ក្មេងៗដែលគាត់ធ្លាប់ចាក់សង្ក្រងចាក់អីបងគាត់យកថង់មកគាត់ដាក់ចងជារង្វង់មកក៏មានដើមលពាកដើមអីណាដើមលពាកហ្នឹងគឺយើងយកមកចងយកមកអីហ្នឹងហើយយើងចាក់ទៅក៏បានសង្ក្រងមកសម្បកទៅបងប្អូនតិចឃើញសង្ក្រងដូចក្បាលវីដេអូមិញហ្នឹងបងប្អូនឃើញខ្ញុំឆាញ៉ាទៅឆាពងក្រងហ្នឹងឯងជាមួយអំបិលម្ទេសដាក់ខ្លាញ់តិចហើយនេះគឺត្រួយខ្ញុំទៅគឺខ្វះកតរឿងត្រួយម្ជូរត្រួយអីបងប្អូនត្រួយម្ជូរត្មងហ្នឹងហើយពេលយកមកនោះក៏ធ្វើម្ជូរធ្វើអីក៏
ជួម៉ែឲ្យជួបងប្អូននិយាយអញ្ចឹងបណ្ដោយដែរ ដោយសារតែវាជូរពិតមែនមកជូរនឹងគឺមហាសានជូរតែម្ដងដាក់ជ្រុលខ្ញុំយកម្ដងឲ្យប្រព័ន្ធធ្វើជ្រក់នងបងប្អូនធ្វើជ្រក់នងដូចឃើញវីដេអូរបស់គាត់ចឹងជ្រក់នងគឺជូរមែនតើនេះបងប្អូនគឺមកដល់ផ្ទះហើយយប់ហើយបងប្អូននឹងមកដល់ផ្ទះហើយល្ងាចហើយដល់លេងឡើងមកហត់បែកញើសលហាមបងប្អូនចឹងមកដល់យើងបានឆាសង្ក្រងនេះពងក្រងពងអីលាយជាមួយនឹងបាល់ម្ទេសគឺឆ្ងាញ់តែម្ដងបងប្អូនជាតិនឹងបើបានជាតិទៀតគឺអេហ្មងពងក្រងបងប្អូនខែននេះគឺត្រូវដល់រោពងក្រងដាក់ជាមួយជាតិទៀតគឺញាក់សាច់តែម្ដងបងប្អូនអញ្ចឹងវីដេអូយើងក៏មានអីច្រើនទេបងប្អូនមានតែប៉ុណ្ណឹងឯងសកម្មភាពលេងទំនេរដំណើរកំសាន្តពេលទំនេរណាអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ